ប្រវត្តិនៃប្រាសាទតាមាន់ធំរបស់កម្ពុជាប្រាសាទតាមាន់ធំគឺជាប្រាសាទបុរាណខ្មែរមួយដែលមានប្រវត្តិសាស្ត្រវែងឆ្ងាយនិងមានទីតាំងស្ថិតនៅលើជួរភ្នំដងរែកក្នុងទឹកដីភូមិសាស្ត្រចម្រូងចម្រាសរវាងព្រំដែនកម្ពុជានិងថៃបច្ចុប្បន្នស្ថិតនៅក្នុងស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យខាងក្រោមនេះជាប្រវត្តិនិងព័ត៌មានសំខាន់នៃប្រាសាទតាមាន់ធំ 1. ប្រវត្តិនិងការបរិច្ឆេទកសាងសម័យកាលកសាងប្រាសាទតាមាន់ធំត្រូវបានកសាងឡើងនៅក្នុងសតវត្សទី11ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1និងមានការបំពេញបន្ថែមខ្លះនៅចុងសតវត្សទី12ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7សាសនាប្រាសាទនេះត្រូវបានឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាព្រះសិវៈ 2. ស្ថាបត្យកម្មនិងរចនាសម្ព័ន្ធប្រាសាទតាមាន់ធំត្រូវបានសាងសង់ឡើងពីថ្មភក់និងថ្មបាយក្រៀមដែលមានលក្ខណៈពិសេសខុសពីប្រាសាទដទៃត្រង់ថាវាត្រូវបានកសាងឡើងដោយដាប់ខឿនផ្ទាល់ពីថ្មភ្នំធម្មជាតិទូប៉មមានទូប៉មធំចំកណ្ដាលប្រធាននិងមានទូប៉មតូចអមជុំវិញលឹងព្រះសិវៈធម្មជាតិស្វ័យអំភើលឹងនៅចំកណ្ដាលប្រាសាទមានដុំថ្មធម្មជាតិមួយដុះចេញពីដីដែលបុរាណាចារ្យខ្មែរបានចាត់ទុកថាជាលឹងព្រះសិវៈដែលកើតឡើងដោយឯកឯងហើយបានសាងសង់ទូប៉មគ្រប់ពីលើនិងធ្វើលូបង្ហូរទឹកមុនសំសូត្រចេញមកក្រៅ 3. ទីតាំងយុទ្ធសាស្ត្រនិងសារៈសំខាន់ប្រាសាទតាមាន់ធំមិនមែនគ្រាន់តែជាកន្លែងគោរពបូជាសាសនានោះទេប៉ុន្តែវាជាចំណុចយុទ្ធសាស្ត្រនិងជាផ្លូវឆ្លងកាត់ដ៏សំខាន់បំផុតមួយក្នុងសម័យអង្គរវាស្ថិតនៅលើផ្លូវបុរាណដែលភ្ជាប់ពីរាជធានីអង្គរទៅកាន់តំបន់ភាគខាងជើងបច្ចុប្បន្នជាភាគសាននៃប្រទេសថៃដូចជាប្រាសាទភីម៉ាយជាដើមនៅក្បែរប្រាសាទតាមាន់ធំមានប្រាសាទពីរផ្សេងទៀតគឺប្រាសាទតាមាន់តូចអតីតមន្ទីរពេទ្យឬអារោគឲ្យសាលានិងប្រាសាទតាមាន់អតីតផ្ទះសំណាក់ឬធម្មសាលាសម្រាប់អ្នកធ្វើដំណើរដែលរួមបញ្ចូលគ្នាហៅថាក្រុមប្រាសាទតាមាន់ចំណាំឈ្មោះតាមាន់មិនមែនជាឈ្មោះដើមក្នុងសម័យអង្គរនោះទេវាជាឈ្មោះដែលអ្នកស្រុកស្រឡាញ់និងហៅគ្នាតាមរឿងព្រេងនិទានក្នុងតំបន់បច្ចុប្បន្នតំបន់ប្រាសាទនេះមានការគ្រប់គ្រងនិងយាមកាមយ៉ាងតឹងរ៉ឹងដោយសារបញ្ហាព្រំដែនប៉ុន្តែវានៅតែជាកេរដំណែលវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ដូនតាខ្មែរ